សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមនិយាយទាក់ទងទៅនឹង Gemini AI របស់ Google បន្តិចដោយសារតែខ្ញុំសង្កេតឃើញថាឥឡូវនេះ Gemini គឺប្រើភាសាខ្មែរបានល្អច្រើនអញ្ចឹងសម្រាប់បងប្អូនដែលមិនសូវដូចថាប៉ាកែភាសាអង់គ្លេសបងប្អូនអាចប្រើភាសាខ្មែរដើម្បីសួរព័ត៌មានផ្សេងជាមួយនឹង Gemini ដោយសារខ្ញុំទើបគាត់សង្កល់ឃើញតែឥឡូវនេះគឺវាប្រើភាសាខ្មែរបានល្អច្រើននៅក្នុងការឆ្លើយតបជាមួយយើងអញ្ចឹងណាអញ្ចឹងកាល version មុនមិនមែន version ទេកាលគំរូមុន model មុនពេលខ្ញុំសួរជាភាសាខ្មែរខ្ញុំធ្លាប់សាកល្បងសួរជាភាសាខ្មែរអញ្ចឹងនៅពេលដែលវាឆ្លើយមកគឺអត់បានល្អទាំងដូចថាទាំងពាក្យពេចន៍ទាំង clear ប្រយោគអីអញ្ចឹងគឺវាអត់ទាន់ស្គាល់ភាសាខ្មែរបានល្អយើងអានទៅយើងអត់យល់ទេថាវានិយាយពីអីអញ្ចឹងណាតែឥឡូវនេះគឺសឹងតែល្អ 100% ហ្នឹងអញ្ចឹងការសរសេរឥឡូវនេះគឺល្អច្រើនមែនទែនដែលខ្ញុំសង្កេតឃើញអញ្ចឹងបានខ្ញុំចង់ណែនាំសម្រាប់បងប្អូនដែលអត់ទាន់ប្រើប្រាស់ជាមួយ AI អញ្ចឹងដើម្បីរៀនក៏ដូចជាសួរព័ត៌មានផ្សេងអញ្ចឹងណាអញ្ចឹងដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងនេះ history របស់ខ្ញុំគឺខ្ញុំមិនដែលប្រើភាសាខ្មែរទេដោយសារពាក្យខ្ញុំប្រើហ្នឹងគឺភាគច្រើនពាក្យបច្ចេកទេសអញ្ចឹងនៅពេលដែលខ្ញុំសួរជាភាសាអង់គ្លេសខ្ញុំអានជាភាសាអង់គ្លេសខ្ញុំឆាប់យល់ជាងភាសាខ្មែរអញ្ចឹងណាអញ្ចឹងខ្ញុំសូមអានឲ្យបងប្អូនស្ដាប់បន្តិចពីការសន្ទនារវាងខ្ញុំហើយនឹង Gemini អូខេអញ្ចឹងខ្ញុំបានសួរថាតើអ្នកចេះភាសាខ្មែរទេអញ្ចឹង Gemini ក៏បានឆ្លើយវិញថាបាទចាខ្ញុំអាចនិយាយភាសាខ្មែរបានអញ្ចឹងខ្ញុំសួរទៀតថាតើអ្នកបានរៀនច្រើនប៉ុណ្ណាដែរពីភាសាខ្មែរអញ្ចឹង Gemini ក៏បានឆ្លើយមកវិញថាខ្ញុំបានរៀនភាសាខ្មែរតាមរយៈទិន្នន័យអត្ថបទនិងកូដដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងនាមខ្ញុំជាគំរូ AI មួយខ្ញុំមិនបានរៀនភាសាខ្មែរតាមរបៀបដែលមនុស្សរៀននោះទេផ្ទុយទៅវិញខ្ញុំត្រូវបានបណ្ដុះបណ្ដាលលើទិន្នន័យអត្ថបទនិងកូដដ៏ច្រើនសន្ធឹកសន្ធាប់ដែលរួមបញ្ចូលទាំងភាសាខ្មែរផងដែរដំណើរការបណ្ដុះបណ្ដាលនេះអនុញ្ញាតឲ្យខ្ញុំស្វែងយល់ពីវេយ្យាករណ៍និងរចនាសម្ព័ន្ធប្រយោគនៃភាសាខ្មែរសម្គាល់ពាក្យនិងឃ្លាផ្សេងបង្កើតការឆ្លើយតបដែលមានលក្ខណៈធម្មជាតិទៅនឹងសំណួរនិងការណែនាំជាភាសាខ្មែរដូច្នេះខ្ញុំអាចយល់និងបង្កើតអត្ថបទជាភាសាខ្មែរបានដោយផ្អែកទៅលើលំនាំដែលខ្ញុំបានរៀនពីទិន្នន័យបណ្ដុះបណ្ដាលអញ្ចឹងខ្ញុំក៏បានសួរទៀតតែអ្នកគិតថាអ្នកជា AI ដែលចេះភាសាខ្មែរច្រើនជាងគេបើប្រៀបធៀបជាមួយ AI ផ្សេងទៀតអញ្ចឹង Gemini ក៏បានឆ្លើយមកវិញខ្ញុំមិនអាចនិយាយបានថាខ្ញុំជា AI ដែលចេះភាសាខ្មែរច្រើនជាងគេនោះទេខ្ញុំត្រូវបានបណ្ដុះបណ្ដាលលើទិន្នន័យដ៏ធំធេងរួមបញ្ចូលទាំងភាសាខ្មែរដែរដូច្នេះខ្ញុំអាចយល់និងបង្កើតជាអត្ថបទជាភាសាខ្មែរបានទោះជាយ៉ាងណាកម្រិតនៃចំណេះដឹងនិងសមត្ថភាពរបស់ AI ផ្សេងទៀតក៏អាស្រ័យទៅលើទិន្នន័យដែលពួកគេបានបណ្ដុះបណ្ដាលនិងស្ថាបត្យកម្មរបស់ពួកគេដែរខ្ញុំនៅតែបន្តរៀននិងកែលម្អជាប្រចាំដើម្បីអាចបម្រើអ្នកឲ្យបានល្អបំផុតអូខេអញ្ចឹងខ្ញុំសូមអានតែប៉ុណ្្នឹងទេដោយសារតែវាច្រើនប៉ុន្តែខ្ញុំសូមរំលងទៅកន្លែងនេះបន្តិចអញ្ចឹងសម្រាប់បងប្អូនដែលជាពិសេសអ្នករៀនភាសាអង់គ្លេសអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់ប្រើ AI ដើម្បីរៀនភាសាអង់គ្លេសក៏អ្នកទាំងអស់គ្នាអាចប្រើបានដែរជាមួយនឹង Gemini ហ្នឹងអញ្ចឹងខ្ញុំទៅមើលឧទាហរណ៍ដែលខ្ញុំសួរបន្តិចអញ្ចឹងខ្ញុំបានសួរ AI ឲ្យវាបង្រៀនភាសាអង់គ្លេសអញ្ចឹងខ្ញុំបានសួរថាតើប្រយោគតើអ្នកសុខសប្បាយទេជាភាសាអង់គ្លេសគេសរសេរថាម៉េចអញ្ចឹង Gemini ក៏បានឆ្លើយថាអ្នកសុខសប្បាយទេជាភាសាអង់គ្លេសគេសរសេរថា How are you អ
ចឹងខ្ញុំក៏បានសួរទៀតអញ្ចឹងអ្នកនរគ្នាអាចធ្វើការសួរទៀតបើសិនជាយើងចង់ដឹងបើសិនជាអ្នកនរគ្នាចង់ដឹងព័ត៌មានអីបន្ថែមអញ្ចឹងណាទាក់ទងទៅនឹងភាសាអង់គ្លេសតើមានប្រយោគណាផ្សេងទៀតដែលមានន័យស្មើ how are you ទេអញ្ចឹងជាម្នាយក៏បានឆ្លើយវិញថាបាទចាស់មានប្រយោគច្រើនទៀតជាភាសាអង់គ្លេសដែលមានន័យប្រហាក់ប្រហែលនឹង how are you ប៉ុន្តែវាអាចមានភាពខុសប្លែកគ្នាបន្តិចបន្តួចទៅតាមបរិបទនិងកម្រិតគួរសមឬស្និទ្ធស្នាលខាងក្រោមនេះជាជម្រើសមួយចំនួនអញ្ចឹងអូខេអញ្ចឹងវាបានប្រាប់ថានេះគឺជាជម្រើសផ្សេងទៀតដែលវាស្មើនឹង how are you អញ្ចឹងណាដូចជា how are you doing វាមានន័យស្មើនឹង how are you អញ្ចឹងដែរ how it's going អញ្ចឹងអាប្រយោគនេះគឺគេប្រើមិនជាផ្លូវការទេ what's up អានេះក៏អត់ប្រើជាផ្លូវការដែរប៉ុន្តែយើងប្រើជាមួយនឹងមិត្តភ័ក្តិអញ្ចឹងណាស្និទ្ធស្នាលយើងប្រើជាមួយមិត្តភ័ក្តិស្និទ្ធស្នាលអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាឃើញហើយថាអ្នកទាំងអស់គ្នាអាចប្រើប្រាស់ AI ដើម្បីរៀនភាសាអង់គ្លេសមិនត្រឹមតែភាសាអង់គ្លេសទេភាសាអីក៏បានដែរដូចជាភាសាជប៉ុនភាសាកូរ៉េអញ្ចឹងឲ្យតែអ្នកទាំងអស់គ្នាចង់រៀនការប្រើប្រាស់ AI គឺវាមានប្រយោជន៍ច្រើនប៉ុន្តែមិនមែនយើងត្រូវពិនិត្យមើលដែរព្រោះមិនមែនរាល់ចម្លើយរបស់ AI ទាំងអស់គឺវាត្រឹមត្រូវ 100% នោះទេយើងត្រូវហៅថា fact check ខ្លួនឯងអញ្ចឹងណាដើម្បីឲ្យប្រកាសថាវាត្រឹមត្រូវទៅតាមចម្លើយរបស់ AI មែនដែរឬអត់អញ្ចឹងអូខេអញ្ចឹងវីដេអូនេះគឺខ្ញុំគ្រាន់តែធ្វើទាក់ទងទៅនឹង Gemini ដែលអ្នកទាំងអស់គ្នាអាចប្រើប្រាស់ភាសាខ្មែរដើម្បីសួរព័ត៌មានផ្សេងក៏ដូចជារៀនភាសាផ្សេងអញ្ចឹងអ្នកទាំងអស់គ្នាអាចប្រើប្រាស់វាដើម្បីជាប្រយោជន៍ហើយនឹងរៀនពី AI ផងដែរហើយអូខេវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាយ